ក្រោយនោះមកខ្ញុំឃើញទេវតា4រូបឈរនៅជ្រុងផែនដីទាំង4ទាំងទប់ខ្យល់នៅផែនដីទាំង4ទិសមិនឲ្យបក់មកលើផែនដីឬសមុទ្រឬដើមឈើណាឡើយរួចខ្ញុំឃើញទេវតាមួយទៀតដែលឡើងមកពីទិសថ្ងៃរះមានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ទេវតានោះក៏មិនលើសំឡេងទៅទេវតាទាំង4នោះដែលមានអំណាចនឹងធ្វើទុកផែនដីហើយនឹងសមុទ្រថាកុំឲ្យធ្វើទុកផែនដីឬសមុទ្រឬដើមឈើណាក្តីទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិនខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថាមាន 144,000 នាក់ដែលមកពីគ្រប់ទាំងពូជអម្បូរនៃជនជាតិអ៊ីស្រាអែលប្រសិនបើបងប្អូនមិនភ្លេចទេនៅក្នុងជំពូកទី5នៅក្នុងខទី1យើងឃើញថានៅប្រហោះស្ដាំរបស់ព្រះវរបិតាមានអីគឺមានក្រាំងហើយនៅលើក្រាំងនោះមានបោះត្រាចំនួន7អញ្ចឹងនៅក្នុងជំពូកទី5យើងមើលឃើញអំពីត្រាដែលព្រះទ្រង់បានបោះនៅលើក្រាំងដែលគ្មានអ្នកណាអាចបើកបានឡើយគឺមានតែកូនជាមនៃព្រះតែមួយគត់ដែលអាចបើកត្រានេះបានក៏ប៉ុន្តែនៅដល់ជំពូកទី7នេះយើងឃើញថាត្រារបស់ព្រះទ្រង់បានបោះនៅលើមនុស្សម្ដងតើត្រាដែលព្រះទ្រង់បានបោះនៅលើមនុស្សមួយចំនួននេះមានប្រយោជន៍អ្វីដល់ពួកយើងទាំងអស់គ្នាដែលជារាជរបស់ព្រះយើងនឹងចំណាយពេលដើម្បីនឹងសិក្សាជាមួយនឹងគ្នានៅក្នុងព្រះគម្ពីរសញ្ញាចាស់យើងឃើញមានគំរូនៃការបោះត្រាមួយចំនួនយើងមើលឃើញអំពីព្រឹត្តិការណ៍នៃការបោះត្រាមួយចំនួនក៏ប៉ុន្តែខ្ញុំសូមលើកតែព្រះគម្ពីរមួយទេដើម្បីឲ្យយើងទាំងអស់គ្នាបានមើលឃើញអំពីរូបភាពនៃការបោះត្រាថាតើព្រះទ្រង់បោះត្រានេះដើម្បីអីនៅក្នុងព្រះគម្ពីរអេសេគៀលជំពូកទី9ខទី4រហូតដល់ខទី6យើងស្គាល់ហើយអេសេគៀលជាអ្នកណាគឺលោកទទួលបាននិមិត្តមកពីព្រះទទួលបានការបើកសម្ដែងមកពីព្រះអំពីព្រឹត្តិការណ៍ដែលនឹងត្រូវកើតឡើងអត់ខុសគ្នាជាមួយនឹងយូហាននៅទីនេះទេគឺទទួលនឹងការបើកសម្ដែងមកពីព្រះដូចគ្នាគ្រាន់តែពេលវេលាខុសគ្នាសូមមើលព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅអ្នកនោះថាចូលដើរបង្ហូតទីក្រុងហើយបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅហើយធ្វើទីសម្គាល់នៅលើថ្ងាសរបស់ពួកមនុស្សឃើញទេនៅទីនេះបាត់គម្ពីរបានប្រាប់ថាមានម្នាក់ដែលត្រូវធ្វើទីសម្គាល់នៅលើថ្ងាសរបស់មនុស្សទីសម្គាល់ហ្នឹងវិជាត្រាដូចគ្នានៅលើថ្ងាសរបស់ផងមនុស្សដែលដកដង្ហើមធំហើយធ្ងោដោយព្រោះការគួស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុងហើយទ្រង់មានបន្ទូលដល់5នាក់ទៀតនៅត្រចៀកខ្ញុំថាចូលឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នកមួយនោះហើយប្រហារទៅបានន័យថាឲ្យសម្លាប់មនុស្សទៅកុំឲ្យភ្នែកឯងប្រណីឬអាណិតអាសូរឡើយត្រូវឲ្យសម្លាប់ទាំងពួកចាស់ពួកកំឡោះពួកក្រមុំពួកក្មេងនិងពួកស្រីឲ្យអស់រលីងទៅប៉ុន្តែកុំឲ្យចូលទៅចិត្តមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយដែលមានត្រានៅខ្លួនឡើយនៅលើថ្ងាសឡើយហើយត្រូវឲ្យចាប់ផ្ដើមធ្វើការបាននេះចាប់ផ្ដើមសម្លាប់តាំងពីទីបរិសុទ្ធរបស់អញផងដូច្នេះអ្នកទាំងនោះបាននេះថាអ្នកទាំង5អ្នកនោះចាប់ផ្ដើមការបាននេះចាប់ផ្ដើមសម្លាប់ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារនេះគឺជាអ្វីដែលអេសេគៀលបានឃើញដែលព្រះទ្រង់បើកសម្ដែងឲ្យគាត់ឃើញបាទជាតាមរយៈរូបភាពនេះយើងឃើញថាអស់អ្នកដែលជាប់មានត្រាអ្នកនោះបានរួចផុតអំពីសេចក្តីហិនវិនាសអ្នកនោះមានសុវត្ថិភាពអេសេគៀលគាត់ភ័យដែរពីព្រោះ
ចាស់ទុំទាំងអស់នៅក្រុងយេរូសាឡឹមត្រូវបានសម្លាប់នៅមុខគាត់មើលឃើញហើយនៅតែគាត់មួយគាត់ចាប់ផ្ដើមភ័យដែរគាត់ត្រូវប្រហារដែរឬអត់ណែត្រូវសម្លាប់ដោយព្រោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែលនេះដែរឬអត់ក៏ប៉ុន្តែយើងឃើញថាបទគម្ពីរបានបង្ហាញឲ្យយើងឃើញអស់អ្នកដែលមានត្រាអ្នកនោះបានរួចអំពីសេចក្តីហិនវិនាសបានរួចអំពីសេចក្តីក្រោធអ្នកនោះមានសុវត្ថិភាពបងប្អូននៅចាំពីមនុស្សម្នាក់នៅក្នុងព្រះគម្ពីរលោកុបាតទេគឺកាអ៊ីនណែនៅក្នុងជំពូកទី4ខទី13និងខទី14នៅពេលដែលកាអ៊ីនបានសម្លាប់ប្អូនហើយព្រះទ្រង់បានបណ្ដេញគាត់ចេញពីកន្លែងរបស់ផងគាត់និយាយថាម៉េចគាត់មានការភ័យខ្លាចក៏ប៉ុន្តែព្រះទ្រង់បានផ្ដល់នូវទីសម្គាល់មួយសញ្ញាមួយនៅលើគាត់ដែលបញ្ជាក់ប្រាប់ថាគាត់មានសុវត្ថិភាពនៅកន្លែងដែលគាត់ទៅដូច្នេះនៅពេលដែលមនុស្សទទួលបាននៅសញ្ញានៅការតាំងសញ្ញាឬក៏ទីសម្គាល់ឬក៏ត្រានៅទីនេះមកពីព្រះអ្នកនោះឯងមិនទទួលនៅសេចក្តីក្រោធរួចពីសេចក្តីហិនវិនាសហើយមានសុវត្ថិភាពនៅពេលដែលខ្ញុំនិយាយពាក្យថាសុវត្ថិភាពនៅទីនេះជាទូទៅយើងតែងតែគិតទៅដល់សុវត្ថិភាពនៃការធ្វើដំណើរវែងឆ្ងាយផ្លូវចិត្តផ្លូវឆ្ងាយណាយើងចង់បានសុវត្ថិភាពតែប៉ុណ្្នឹងឯងពេលខ្លះនៅពេលដែលយើងនិយាយអំពីសុវត្ថិភាពយើងគិតថាអូខ្ញុំប្រហែលជាមានសុវត្ថិភាពពីចោរលួចចោរប្លន់នៅពេលដែលយើងនិយាយពីសុវត្ថិភាពមិនថាអ្នកដែលជឿព្រះឬក៏អ្នកដែលមិនជឿព្រះគិតថាអូនឹងបានរួចអំពីគ្រោះថ្នាក់ផ្សេងដែលសំដៅទៅលើសាច់ឈាមយើងមិនដែលគិតយ៉ាងដូចនេះដែរអត់យើងគិតយ៉ាងដូចនេះនៅពេលដែលយើងនិយាយពាក្យថាសុវត្ថិភាពនេះគឺជាគំនិតទូទៅរបស់ផងយើងទាំងអស់គ្នាដូចជាខ្ញុំបាននិយាយពីខាងដើមទាំងអ្នកដែលជឿព្រះយេស៊ូវនិងអ្នកដែលមិនជឿព្រះយេស៊ូវអ្នកដែលមិនជឿព្រះយេស៊ូវគេទៅពាក់ខ្សែកំបោះក្រហមដើម្បីគេមានសុវត្ថិភាពមិនយ៉ាងទេដើម្បីមានសុវត្ថិភាពកុំឲ្យឈឺថ្កាត់កុំឲ្យអ្នកណាធ្វើនេះកុំឲ្យអ្នកណាធ្វើនោះចុះសម្រាប់យើងជាអ្នកដែលជឿព្រះយេស៊ូវតើពាក្យថាសុវត្ថិភាពនៅទីនេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់យើងតើវាគ្រាន់តែជាសុវត្ថិភាពខាងឯសាច់ឈាមនេះឬក៏លើសពីហ្នឹងផ្ទុយពីគ្រាន់តែពាក្យថាយើងមានសុវត្ថិភាពខាងឯសាច់ឈាមតែនៅពេលដែលព្រះគម្ពីរផ្ដល់នៅសុវត្ថិភាពដល់យើងគឺមានន័យថាព្រលឹងរបស់ផងយើងមានសុវត្ថិភាពហើយសុវត្ថិភាពដល់នៅអកាលជានិច្ចនៅក្នុងព្រះគម្ពីរយ៉ូហានជំពូកទី16ខ1រហូតដល់ខទី7ខ្ញុំបាននិយាយសេចក្តីទាំងនេះគឺជាព្រះយេស៊ូវព្រះអង្គមានព្រះបន្ទូលដោយផ្ទាល់ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នាដើម្បីកុំឲ្យអ្នករាល់គ្នារវិតចិត្តឡើយគេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេក៏នឹងមានពេលវេលាមកនោះអស់អ្នកណាដែលសម្លាប់អ្នករាល់គ្នានឹងគិតស្មានថាខ្លួនបម្រើដល់ព្រះដែរគេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នាដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេតែខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នាដើម្បីកាលណាពេលវេលានោះមកដល់នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់ហើយខ្ញុំមិនបានប្រាប់ពីកាលពីដើមទេពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយតែឥឡូវនេះខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមកហើយក្នុងពួកអ្នករាល់គ្នានោះគ្មានអ្នកណាសួរខ្ញុំថាលោកអញ្ជើញទៅឯណានោះទេប៉ុន្តែអ្នករាល់គ្នាមានចិត្តពោពេញដោយសេចក្តីព្រួយដោយព្រោះខ្ញុំបានប្រាប់សេចក្តីទាំងនេះខ្ញុំប្រាប់តាមត្រង់ថាដែលខ្ញុំទៅនោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញត្បិតបើខ្ញុំមិនទៅទេនោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរតែបើខ្ញុំទៅនោះខ្ញុំនឹងចាត់ទ្រង់ឲ្យមកនៅទីនេះព្រះយេស៊ូវបានប្រាប់សិស្សរបស់ព្រះអង្គប្រាប់សាវកថាពួកគេទាំងអស់គ្នានឹងជួបទុក្ខលំបាកថាពួកគេនឹងជួបគ្រោះថ្នាក់ដល់ជីវិត
ก็มันตายអ្វីដែលជាដំណឹងល្អនោះគឺថាបើទោះបីជាគេនឹងជួបទុក្ខលំបាកបើទោះបីជាគេនឹងជួបគ្រោះថ្នាក់ដល់ជីវិតក៏ដោយក៏ប៉ុន្តែព្រះនឹងចាត់ព្រះវិញ្ញាណមកជាជំនួយដល់គេឃើញទេព្រះយេស៊ូវមិនបានធានាមិនបានអះអាងថាពួកគេទាំងអស់គ្នាមានសុវត្ថិភាពខាងឯសាច់ឈាមនេះទេក៏ប៉ុន្តែអ្វីដែលព្រះយេស៊ូវសន្យាគឺព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យមកគង់ជាមួយនឹងពួកគេទាំងអស់គ្នានេះគឺជាអាចកម្បាំងនៃការយកឈ្នះលើទុក្ខលំបាកមិនមែនយើងគ្រប់គ្នារួចផុតអំពីទុក្ខលំបាកទេក៏ប៉ុន្តែយើងមានជំនួយនៅពេលដែលយើងមានទុក្ខលំបាកគឺយើងមានព្រះវិញ្ញាណបរិសុទ្ធជាទីពឹងមិនមែនយើងពឹងលើខ្លួនឯងឡើយហេតុអ្វីបានជាខ្ញុំលើកអំពីព្រះវិញ្ញាណបរិសុទ្ធមកដើម្បីនឹងនិយាយនៅទីនេះតាក់ទងទៅនឹងសេចក្តីសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរអេពីសូតចំពុក1ខទី13និងខទី14បានចែងថាឯអ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិតគឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរហើយកាលអ្នករាល់គ្នាបានជឿហើយនោះទ្រង់ក៏ដៅចំណាំអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលបានសន្យាព្រះវិញ្ញាណនោះទ្រង់គឺជាទីបញ្ចាំចិត្តពីដំណើរកិច្ចអាកររបស់យើងរាល់គ្នាទាល់តែបានលួសរបស់កំណាន់ដែលទ្រង់បានទិញទុកឲ្យយើងនោះសម្រាប់ជាសេចក្តីសរសើរដល់សេរីល្អនៃទ្រង់ដូច្នេះបទគម្ពីរអេពីសូតនៅក្នុងជំពូកទី1ខទី13ដល់ខទី14បានប្រាប់ឲ្យយើងនឹងថាអស់អ្នកដែលជឿព្រះយេស៊ូវអ្នកនោះឯងមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយហើយព្រះវិញ្ញាណដែលគង់នៅជាមួយនឹងយើងទ្រង់គឺជាត្រាបញ្ចាំចិត្តនៅពីខាងដើមយើងនិយាយអំពីត្រាដែលព្រះទ្រង់បានបោះនៅលើថ្ងាសរបស់មនុស្សមួយចំនួនដើម្បីការពារពួកគេដើម្បីផ្ដល់នូវសេចក្តីសង្គ្រោះដល់ពួកគេមិនហ្នឹងទេយើងអាននៅក្នុងព្រះគម្ពីរវិវរណៈហើយនៅទីនេះយើងមើលឃើញថាអ្នកជឿទាំងអស់គឺត្រូវបានបោះត្រាដោយព្រះវិញ្ញាណបរិសុទ្ធបានជាព្រះវិញ្ញាណបរិសុទ្ធគឺជាត្រាដែលព្រះជ្រើសរើសបោះលើយើងទាំងអស់គ្នាមិនមែនយើងជាអ្នកជ្រើសរើសសូមឲ្យព្រះបោះត្រាមកលើយើងទេតែព្រះទេជាអ្នកដែលជ្រើសរើសបោះត្រាលើយើងទាំងអស់គ្នាហើយត្រាដែលព្រះអង្គបោះមកលើយើងទាំងអស់គ្នាគឺជាត្រានៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមិនបានបោះត្រានៃព្រះវិញ្ញាណបរិសុទ្ធទៅលើមនុស្សទាំងអស់ទេតែព្រះអង្គទ្រង់បានបោះត្រានៅលើអស់អ្នកដែលជាពួកជំនុំរបស់ព្រះអង្គអ្នកដែលព្រះអង្គទ្រង់ជ្រើសរើសដើម្បីនឹងបោះលើគេមកជាបើយើងត្រឡប់ទៅខាងដើមមកមាញ់មិញមិនមែនទេវតាហោះពីស្ថានសួគ៌មកបោះត្រាលើថ្ងាសយើងឡើយមិនហ្នឹងណាប្រហែលជាអស់លោកអ្នកបងប្អូនខ្លះគិតសម័យថាប្រហែលជាមានទេវតាលីត្រាមួយមកដើរបោះប៉ោចណាមិនមែនមានដូចជាតាមរយៈបទគម្ពីរអំបញ្ញមិញយើងឃើញហើយថារបៀបដែលព្រះអង្គទ្រង់បោះត្រាលើយើងគឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធមិនមែនទេវតាហោះកាន់ត្រាពីលើមេឃមកបោះត្រាលើយើងទេក៏ប៉ុន្តែគឺជាព្រះរាជបុត្រារបស់ព្រះអង្គព្រះនាមព្រះយេស៊ូវដែលបានយាងមកពីស្ថានសួគ៌វិញហើយព្រះយេស៊ូវដែលព្រះអង្គយាងមកពីស្ថានសួគ៌មករកយើងនៅលើផែនដីនេះព្រះអង្គកាន់ត្រាមកឬក៏យ៉ាងម៉េចព្រះអង្គមិនបានកាន់ត្រាមកទេណាក៏ប៉ុន្តែព្រះអង្គមកនៅលើឈើឆ្កាងព្រះអង្គមកឯឈើឆ្កាងហើយនៅលើឆ្កាងណែព្រះហស្ថរបស់ព្រះអង្គទាំងសងខាងត្រូវបានគេបោះដៃគោលវិញគឺជាស្លាកស្នាមដែលព្រះអង្គទ្រង់មានប្រជញ្ញរស់ហើយព្រះអង្គបានបើកព្រះហស្ថរបស់ព្រះអង្គឲ្យសិស្សរបស់ព្រះអង្គបានមើលឃើញដល់ផ្ទាល់ភ្នែកថាខ្ញុំគឺជាយេស៊ូវគឺជាព្រះគ្រីស្ទដែលបានត្រូវគេបោះនៅលើឈើឆ្កាងដែលត្រូវគេបោះដៃគោលនៅលើឈើឆ្កាងហើយស្នាមនេះបានបន្តនៅទីនេះសូមអ្នកមើលចុះ
ដោយសារតែស្នាមរបស់ព្រះអង្គនៅលើឈើឆ្កាងគឺជាត្រាណាគឺជាសញ្ញាសម្រាប់យើងទាំងអស់គ្នាសម្រាប់អំពើបាបរបស់ព្រះអង្គរបស់ផងយើងទាំងអស់គ្នាព្រះអង្គយាងមកពីស្ថានសួគ៌មករកយើងហើយព្រះអង្គទទួលនៅស្លាកស្នាមនៅលើឈើឆ្កាងសម្រាប់យើងទាំងអស់គ្នាវិញបានជាយើងទាំងអស់គ្នាដឹងថាព្រះគ្រីស្ទបានដកយកសេចក្តីក្រោធរបស់ព្រះវរបិតាចេញពីយើងហើយព្រះគ្រីស្ទក៏ជាអ្នកជួយឲ្យយើងឆ្លងផុតពីសេចក្តីស្លាប់ទៅឯជីវិតយើងនៅចាំទេនៅក្នុងគម្ពីរវិវរណៈជំពូកទី6ចុងខបានសម្ដែងយ៉ាងដូចម្ដេចចុងជំពូកទី6បានសម្ដែងថាតើមានអ្នកណាអាចយ៉ាងម៉េចឈរនៅចំពោះសេចក្តីក្រោធរបស់ព្រះបានបងប្អូននៅចាំទេនៅក្នុងជំពូកទី6ចុងជំពូកខចុងក្រោយគេបំផុតតើមានអ្នកណាអាចឈរនៅចំពោះសេចក្តីក្រោធរបស់ព្រះបាទអត់មានទេក៏ប៉ុន្តែនៅក្នុងជំពូកទី7នេះយើងឃើញថាមានមនុស្សមួយក្រុមដែលព្រះទ្រង់បានបោះត្រាលើគេហើយអ្នកដែលព្រះអង្គបោះត្រាលើគេនោះឯងគឺជាអ្នកដែលអាចឈរនៅចំពោះព្រះបានអ្នកដែលមិនបានទទួលត្រានេះមិនអាចឈរនៅចំពោះសេចក្តីក្រោធរបស់ព្រះបានឡើយបានជាអរគុណព្រះអង្គយើងទាំងអស់គ្នាបានទទួលត្រាមកពីព្រះហើយយើងអាចឈរនៅចំពោះបល្ល័ង្ករបស់ព្រះបានយើងថ្វាយបង្គំព្រះអង្គនៅទីនេះជំនួសឲ្យសេចក្តីក្រោធរបស់ព្រះយើងទទួលយកនៅសេចក្តីស្រឡាញ់របស់ព្រះជំនួសឲ្យសេចក្តីជំនុំជម្រះរបស់ព្រះយើងទទួលនៅមរតកមកពីព្រះវិញនេះដោយសារតែព្រះគ្រីស្ទដែលព្រះអង្គទ្រង់បានយាងមកសម្រាប់យើងទាំងអស់គ្នានៅក្នុងព្រះគម្ពីរអេពីសូតដែលយើងបានអាននៅក្នុងជំពូក1ខទី14បានសម្ដែងថាដែលទ្រង់បានទិញទុកឲ្យយើងនោះសម្រាប់ជាសេចក្តីសរសើរដល់សេរីល្អនៃទ្រង់មានន័យយ៉ាងដូចម្ដេចខ្ញុំចង់អានអេពីសូតនឹងម្ដងទៀតដើម្បីឲ្យអ្នករាល់គ្នាបានឮសារទី2ឯអ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិតគឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរហើយកាលអ្នករាល់គ្នាបានជឿហើយនោះទ្រង់ក៏ដៅចំណាំអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលបានសន្យាព្រះវិញ្ញាណនោះជាទីបញ្ចាំចិត្តពីដំណើរគេអាកររបស់យើងរាល់គ្នាទាល់តែបានលួសរបស់កំណាន់ដែលបានទិញទុកឲ្យយើងនោះសម្រាប់ជាសេចក្តីសរសើរដល់សេរីល្អនៃទ្រង់អត្ថបទព្រះគម្ពីរនៅទីនេះបានប្រាប់ឲ្យយើងដឹងថាដែលព្រះទ្រង់បោះត្រានៅលើយើងដែលព្រះអង្គទ្រង់ជ្រើសរើសយើងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងយើងគឺដើម្បីឲ្យយើងមានសុវត្ថិភាពអាមែនគឺដើម្បីឲ្យយើងមានសុវត្ថិភាពតែលើសអំពីសុវត្ថិភាពគឺព្រះអង្គក៏តម្រូវយើងទាំងអស់គ្នាក៏ព្រះអង្គរៀបចំយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាបានជាសេរីល្អទៅដល់ព្រះវិញដែរដើម្បីជាសេរីល្អរបស់ព្រះមានពេលខ្លះគ្រីស្ទបរិស័ទយើងគិតថាអូខ្ញុំមានសុវត្ថិភាពហើយខ្ញុំបានសង្គ្រោះហើយខ្ញុំអត់ខ្វល់ខ្ញុំចង់ធ្វើអីក៏បានព្រះស្រឡាញ់ខ្ញុំហើយព្រះអត់ទោសបាបឲ្យខ្ញុំហើយព្រះមិនខ្វល់អំពីទង្វើរបស់ផងខ្ញុំទេដូច្នេះខ្ញុំចង់ធ្វើអីនៅចំពោះព្រះក៏បានដែរក៏ប៉ុន្តែបទគម្ពីរនៅទីនេះបានប្រាប់ថាដែលព្រះអង្គទ្រង់ជ្រើសរើសយើងមិនមែនដើម្បីឲ្យយើងចង់ធ្វើអីក៏បាននោះទេក៏ប៉ុន្តែដោយព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាបានជាសេរីល្អរបស់ព្រះសម្ដែងអំពីសេរីល្អរបស់ព្រះបង្ហាញអំពីសេរីល្អរបស់ព្រះទៅដល់លោកីដែលកំពុងតែបាត់បង់នេះគឺជាគោលបំណង2សម្រាប់ត្រានៅលើជីវិតរបស់ផងយើងទី1ដើម្បីឲ្យយើងមានសុវត្ថិភាពហើយទី2ឲ្យយើងទាំងអស់គ្នាបានជាសេរីល្អដល់ព្រះជាម្ចាស់វិញ
ក៏ប៉ុន្តែការពិតមួយដែលយើងមិនអាចបដិសេធបានណាជាទូទៅឪពុកម្ដាយតែងតែរអ៊ូថាកូនមិនសូវស្ដាប់បង្គាប់មិនសូវគេហៅថាមិនសូវស្ដាប់ពាក្យឪពុកម្ដាយទេចូលចិត្តតែពួកម៉ាក់បើពួកម៉ាក់និយាយអីអូស្ដាប់ធ្វើតាមណាចូលចិត្តណាស់ក៏ប៉ុន្តែបើឪពុកនិយាយវិញគឺអត់ចូលចិត្តស្ដាប់ទេអត់ចង់ស្ដាប់ទេហើយធុញទ្រាន់ឪពុកម្ដាយជាទូទៅរអ៊ូរទាំរឿងហ្នឹងខ្ញុំមិនដឹងថាយើងទាំងអស់គ្នាម្នាក់ម្នាក់ត្រូវបានឪពុកម្ដាយរអ៊ូរឿងហ្នឹងដែរឬអត់ទេក៏ប៉ុន្តែជឿថាអត់ទេណាជឿថាអត់ទេពីព្រោះព្រះបានបំផ្លាប់បំប្រែជីវិតរបស់ផងយើងហើយអញ្ចឹងឪពុកម្ដាយភាគច្រើនរអ៊ូរទាំថាកូនចូលចិត្តស្ដាប់ឬក៏ធ្វើតាមមិត្តភ័ក្តិបឿនគេហៅគេមិត្តភ័ក្តិបនភឿនបាទមិត្តភ័ក្តិបនភឿនជាជាងឪពុកម្ដាយពាក្យរបស់ឪពុកម្ដាយមិនខុសគ្នាទេកូនព្រះច្រើនដែលចូលចិត្តស្ដាប់លោកីជាងចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះមិនហ្នឹងណាចូលចិត្តមិត្តភ័ក្តិលោកីជាងឪពុកបាទបើឪពុកបើព្រះមានបន្ទូលប្រាប់យើងអញ្ចេះអត់ចង់ស្ដាប់ទេក៏មិនដែរបើសិនណាជាលោកីប្រាប់វិញអញ្ចេះបាទស្ដាប់ភ្លាមធ្វើតាមភ្លាមឃើញទេអត់ខុសគ្នាទេនេះគឺជានិស្ស័យនៃអំពើបាបរបស់ផងយើងបើសិនណាជាយើងអង្គុយជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គុយនិយាយចំពោះជាមួយព្រះយើងទាំងអស់គ្នាសិតតែទ្រាំអង្គុយនិយាយខ្ញុំជឿថាសិតទ្រាំអង្គុយនិយាយបាទនៃអធិដ្ឋានទៅកាន់ព្រះមានអ្នកអធិដ្ឋានបាន2ម៉ោងឯនៅកន្លែងនេះដូចជារហូតពេល2ម៉ោងអង្គុយជាមួយនឹងឪពុករបស់ផងយើងនិយាយមិនចេញមិនដឹងមានពាក្យអីនិយាយបាទក៏ប៉ុន្តែបើសិនណាជា2ម៉ោងជាមួយនឹង Facebook 2ម៉ោងជាមួយ YouTube 2ម៉ោងជាមួយនឹងមិត្តភ័ក្តិដើរលេងមាត់ទន្លេស៊ីផុយម្នាក់ easy ឃើញទេអញ្ចឹងជាទូទៅយើងជាកូនព្រះក៏ប៉ុន្តែជាបនភឿនជាមួយលោកីយើងចូលចិត្តស្ដាប់មិត្តសម្លាញ់របស់ផងយើងអញ្ចឹងមិនឲ្យបានជាព្រះយេស៊ូវព្រះអង្គមានព្រះបន្ទូលថាខ្ញុំជាមិត្តសម្លាញ់របស់អ្នករាល់គ្នាតែយើងនៅតែមិនចង់ស្ដាប់មិត្តសម្លាញ់របស់ផងយើងដែលជាមិត្តសម្លាញ់ពិតអាមិត្តសម្លាញ់คล้ายៗនោះយើងចូលចិត្តស្ដាប់ព្រោះនាំឲ្យសុបាយនាំបង្ហោះម៉ូតូនាំច្រៀងខារ៉ាអូខេបាទនាំធ្វើស្អីអញ្ចឹងទៅណែចូលចិត្តយើងចូលចិត្តអញ្ចឹងបានជាកូនរបៀបហ្នឹងគឺជាកូនដែលមិនដឹងពីរបៀបលើកកិត្តិយសឪពុកទេបទគម្ពីរក៏បានប្រាប់ដែរថាកូនដែលលើកកិត្តិយសឪពុកគឺជាកូនដែលស្ដាប់តាមដំបូន្មានរបស់ឪពុកចឹងយើងជាទូទៅតែងតែមិនបានលើកកិត្តិយសឪពុករបស់ផងយើងហើយក៏មិនបានថ្វាយស្រីល្អដល់ឪពុករបស់ផងយើងដែរព្រះរបស់ផងយើងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅមានផ្លូវមួយសម្រាប់យើងទាំងអស់គ្នាគឺជាការដែលយើងប្រែចិត្តចេញអំពីអំពើបាបរបស់ផងយើងដែលយើងមិនស្ដាប់អង្គអញ្ចឹងម្ដងទៀតព្រះអង្គបោះត្រាលើជីវិតរបស់ផងយើងដើម្បីឲ្យយើងមានសុវត្ថិភាពតែមិនសំដៅទៅលើសុវត្ថិភាពដែលលោកីគេឲ្យនិយមន័យនោះទេជាសុវត្ថិភាពដែលយើងគឺជាកម្មសិទ្ធិរបស់ព្រះអស់កាលជានិច្ចគឺជាសុវត្ថិភាពដែលបញ្ជាក់ដែលបានប្រាប់ថាគឺមានព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅជាមួយនឹងយើងនេះគឺជាសុវត្ថិភាពរបស់ផងយើងបើព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងយើងព្រះគង់នៅជាមួយនឹងយើងចឹងយើងជាកម្មសិទ្ធិរបស់ព្រះណាជាសុវត្ថិភាពដល់នៅអស់កលជានិច្ចគ្មានអ្នកណាអាចចោទប្រកាន់យើងបានឡើយបញ្ញត្តិមិនអាចចោទប្រកាន់យើងបានក្រឹតវិន័យមិនអាចចោទប្រកាន់យើងបាននៅចំពោះព្រះឡើយគឺយើងមាន
សេរីភាពហើយយើងនឹងអស់គ្នាគឺជាកម្មសិទ្ធិរបស់ព្រះបដិញទុកណាដែលជាប់នៅជាមួយនឹងព្រះអស់កាលជានិច្ចនេះនិយាយអំពីសុវត្ថិភាពរបស់ផងយើងមិនជឿព្រះទៅចោលលេងកោះទ្វារលួចអីវ៉ាន់បាននោះទេព្រះអង្គដាក់ទេវតានៅពេញមុខទ្វារហាងណែដើម្បីការពារកូនរបស់ព្រះអង្គខែងទំបាត់ម៉ូតូអស់ប្រមាណគ្រឿងទេឆ្នាំទៅមិនទេហ៎ដូច្នេះយើងក៏ដឹងថាសុវត្ថិភាពរបស់ផងយើងគឺដោយព្រោះព្រះគង់នៅជាមួយនឹងយើងហើយសុវត្ថិភាពរបស់ផងយើងគឺអស់កាលជានិច្ចមិនមែនជាសាច់ឈាមនេះឡើយទី1ទី2គឺព្រះអង្គឲ្យយើងអស់គ្នាបានជាស្មោបន្តជាម្នាក់ដែលសម្ដែងអំពីសេរីល្អរបស់ព្រះអង្គសេចក្តីសុចរិតរបស់ព្រះអង្គនៅលើផែនដីនេះមិនមែនជាម្នាក់ដែលទទួលយកប្រគុណរបស់ព្រះហើយមកធ្វើអីតាមចិត្តនឹកឃើញរបស់ផងយើងទេសបាយខ្ញុំជឿថាយើងនឹងអស់គ្នាទទួលស្គាល់ថាសបាយលោកីនេះសបាយតែបន្ទាប់ពីសបាយមកគឺយើងនឹងអស់គ្នាលែងសបាយហើយអញ្ចឹងអត់ចូលឆ្នាំនេះសបាយហ្នឹងនេះបាទតែបន្ទាប់ពីសបាយមកអស់កម្លាំងលែងបានមកថ្វាយបង្គំព្រះអង្គដូចមហមណែសបាយពួកអស់កម្លាំងលេងសបាយជះទឹកអស់កម្លាំងលេងហ្គេមអស់កម្លាំងដល់ពេលមកថ្វាយបង្គំព្រះអង្គតែម៉ែនេះអញ្ចឹងលោកីធ្វើយើងសបាយមែនយើងទទួលស្គាល់ថាសបាយណែតែបន្ទាប់ពីសបាយទៅគឺយើងលែងសបាយហើយអញ្ចឹងសូមកុំឲ្យយើងនឹងអស់គ្នានេះណាភ្លេចថាយើងជានរណាបានជាព្រះមិនបានបោះត្រាលើយើងទាំងអស់គ្នាដើម្បីដកយើងទាំងអស់គ្នាចេញពីផែនដីភ្លាមនោះទេយើងនឹងបន្តសិក្សានៅអតីតក្រោយទៀតក៏ប៉ុន្តែនៅទីនេះខ្ញុំចង់ប្រាប់មុនថាយើងឈរនៅលើចំហមួយដែលថាព្រះមិនបានលើកយើងដែលជាអ្នកជឿគេហៅថា rep ភាសាអង់គ្លេស rapture ណាឆក់យកយើងចេញផុតពីផែនដីលែងប្រឈមមុខជាមួយនឹងគ្រាវេទនាដែលនឹងត្រូវមកដល់ទេយើងមិនបានឈរនៅលើចំហនេះទេយើងជឿថាព្រះដែលព្រះអង្គទ្រង់ដៅចំណាំយើងទាំងអស់គ្នាដើម្បីឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាពនៅទីនេះមានន័យថាព្រះអង្គគង់នៅជាមួយនឹងយើងនៅពេលដែលយើងប្រឈមមុខជាមួយនឹងទុក្ខលំបាកចឹងយើងនៅតែបន្តឆ្លងកាត់នៅទុក្ខលំបាកដូចគ្នាក៏ប៉ុន្តែយើងទៅដល់ទីបញ្ចប់យើងឈ្នះហើយដែលយើងឈ្នះមិនមែនដោយយើងឈ្នះដោយកម្លាំងខ្លួនឯងទេគឺដោយព្រោះតែព្រះជួយឲ្យយើងឈ្នះដោយព្រោះតែព្រះវិញ្ញាណដែលព្រះអង្គជួយឲ្យយើងទាំងអស់គ្នាឈ្នះដោយព្រោះតែព្រះវិញ្ញាណដែលជួយឲ្យយើងទាំងអស់គ្នាឈ្នះអំពើបាបដោយព្រោះតែព្រះវិញ្ញាណដែលជួយឲ្យយើងទាំងអស់គ្នាឈ្នះសេចក្តីល្បួងមិនមែនយើងខំតែខ្លួនឯងដើម្បីឲ្យយើងឈ្នះទេយើងតែងតែបរាជ័យក៏តែព្រះវិញ្ញាណជួយយើងវិញនេះគឺជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នានៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក4ខទី12និងខទី13លោកសាវកពេត្រុសបានប្រាប់ឲ្យយើងទាំងអស់គ្នាដឹងថានៅពេលដែលយើងបានចូលរួមចំណែកនៅក្នុងទុក្ខលំបាកជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវនោះយើងនឹងចូលរួមចំណែកក្នុងស្រីល្អរបស់ព្រះជាអម្ចាស់ដែរមិនមែនយើងដែលរិចចូលទៅក្នុងសេរីល្អរបស់ព្រះជាម្ចាស់ដោយមិនឆ្លងកាត់ដោយព្រះអង្គដកយើងចេញផុតអំពីទុក្ខលំបាកនៅលើផែនដីនេះទេអញ្ចឹងបានជាយើងត្រូវរាប់ថាទុក្ខលំបាកដែលយើងមានវាគឺជាផ្នែកមួយនៃសេរីល្អរបស់ព្រះដែរដែលព្រះអង្គទ្រង់មានសម្រាប់យើងទាំងអស់គ្នាបានជាការសម្រេចចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះលំបាកអស់លោកអ្នកបងប្អូនលំបាកណាស់ធ្វើតាមព្រះបន្ទូលរបស់ព្រះព្រោះនៅក្នុងចម្ពោះមុនយើងឃើញហើយអ្នកដែលស្លាប់នៅក្នុងចម្ពោះ5អ្នកស្លាប់ដោយព្រោះអីដោយព្រោះកាន់តាមព្រះបន្ទូលហើយសពថ្ងៃយើងក៏ដូចនេះដែរបើយើងកាន់តាមព្រះបន្ទូលវាលំបាកព្រោះអីពីព្រោះវាប្រឆាំងជាមួយនឹងសាច់ឈាមរបស់ផងយើងវាប្រឆាំងជាមួយនឹងលោកីអញ្ចឹងវាធ្វើឲ្យយើងពិបាក
ការសម្រេចចិត្តដែលយើងដំកើងព្រះគ្រីស្ទនៅក្នុងជីវិតរបស់ផងយើងមិនចុះចូលចំពោះលោកីក៏ជាការលំបាកដែរគ្រីស្ទបរិស័ទបើអត់ចង់ពិបាកទេចាំតែឲ្យជាមួយលោកីទៅអត់ពិបាកទេតែបើនេះធ្វើតាមព្រះបន្ទូលចុះចូលចំពោះព្រះបន្ទូលមិនសុំក្រុមជាមួយលោកីអ្នកពិតជាពិបាកជីវិតរបស់ផងអ្នកនឹងឆ្លងកាត់ឧបសគ្គជាច្រើននេះគឺជាព្រះបន្ទូលរបស់ព្រះដែលព្រះអង្គសន្យាថានឹងកើតយ៉ាងដូចនេះសម្រាប់ជីវិតអស់អ្នកដែលធ្វើតាមព្រះបន្ទូលហើយនឹងស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ព្រះអង្គក៏ប៉ុន្តែបើទោះបីជាយើងលំបាកបើយើងឆ្លងកាត់នៅសេចក្តីមិនស្រួលក៏ដោយក៏ប៉ុន្តែព្រះបន្ទូលសន្យាថាយើងមិនវិនិច្ឆ័យឡើយអាមែនយើងមិនវិនិច្ឆ័យទេបើទោះបីជារូបកាយរបស់ផងយើងសាច់ឈាមរបស់ផងយើងត្រូវរងនឹងការបៀតបៀនយើងបាត់បង់ការងារយើងបាត់បង់កិត្តិយសដោយព្រោះតែព្រះយេស៊ូវកាលពីប្រហែលអាទិត្យមុនយើងបានជួបបងប្អូនរបស់ផងយើងខ្ញុំជាមួយលោកគ្រូប៉ូលបានទៅឯស្ទឹងត្រែងហើយបានជួបបងប្អូនគ្រីស្ទបរិស័ទរបស់ផងយើងមកពីប្រទេសផ្សេងហើយគាត់បានចែកចាយអំពីទុក្ខលំបាករបស់ផងគាត់នៅក្នុងការដែលថ្វាយបង្គំព្រះយេស៊ូវកំពុងតែហូបបាយជាមួយនឹងគ្នាគេខលមកអ្នកណាគេខលមកថាអូលោកគ្រូឥឡូវពួកជំនុំយើងគេចាប់ដាក់គុកហើយហើយសួរហេតុអីបានគេចាប់ដាក់គុកគាត់តែ print អាវដែលមាន logo ណាឈើឆ្កាងប៉ូលីសទៅដល់ភ្លាមចាប់ញាត់គុកយកលុយភ្លាមមិនហ្នឹងហ៎ពួកគេលំបាកគេច្រៀងថ្វាយបង្គំព្រះមហោបមិនដូចយើងដាក់ speaker មួយអត់ស្កប់ចិត្តដាក់ពីរអាពីរអត់ស្កប់ចិត្តដាក់ speaker សោះធំប៉ុនពីងណាសេចង់បែកពីតាមចិត្តយើងមានសេរីភាពក៏ប៉ុន្តែបងប្អូនយើងខ្លះអត់មានសេរីភាពអញ្ចឹងទេច្រៀងមិនហ៊ានហៅមាត់ទេមិនហ៊ានធ្វើសម្លេងឲ្យគេឮទេពួកខ្លាចគេមកដល់ណាឃើញទេមានរឿងខុសគ្នាអញ្ចឹងការដែលធ្វើតាមព្រះបន្ទូលការដែលរក្សាតាមបញ្ញត្តិរបស់ព្រះអង្គដោយមិនសុំក្លុំមិនចោះចូលជាមួយលោកីអ្នកពិបាកតែបើអ្នកសុំដែលចោះចូលជាមួយលោកីអ្នកអាចស្រួលហើយអត់ខ្វល់ហើយពេលខ្លះយើងគិតថាជាប្រពោទៀតព្រះអង្គប្រទានពរខ្ញុំណាស់ព្រះអង្គប្រទានពរខ្ញុំណាស់ខ្ញុំបានឡើងស័ក្តិហើយខ្ញុំបានឡើងឋានៈហើយប៉ុន្តែសួរឡើងតាមណាសោកគេណាមិនចេះប្រយ័ត្នមែនតើចូលឲ្យជាបន្តហើយជាសេរីល្អដល់ព្រះជាអម្ចាស់វិញចូលឆ្លងកាត់នៅទុក្ខលំបាកដោយដឹងថាវាជាប្រពោដែរព្រោះសេចក្តីសង្ឃឹមរបស់ផងយើងស្រីល្អរបស់ផងយើងមិននៅលើរូបកាយនេះទេក៏ប៉ុន្តែនៅក្នុងព្រះអម្ចាស់វិញចុងបញ្ចប់ត្រានៃព្រះវិញ្ញាណគឺជាត្រានៃសេចក្តីសង្គ្រោះអ្នកដែលមានត្រាអ្នកនោះមានសេចក្តីសង្គ្រោះអ្នកដែលអត់មានត្រាទេអ្នកនោះមិនបានសង្គ្រោះឡើយហើយកុំឲ្យច្រឡំជាមួយនឹងលោកីពេកខ្ញុំអរគុណព្រះអង្គដែលឃើញព្រះវិហាររបស់ផងយើងមួយចំនួនចូលឆ្នាំខ្មែរនេះយើងសប្បាយណាយើងសប្បាយក៏ប៉ុន្តែសប្បាយរបស់ផងយើងនៅព្រះវិហារមិនហ្នឹងហ៎យើងសប្បាយនៅព្រះវិហារយើងលេងហ្គេមក៏នៅព្រះវិហារយើងបាញ់ទឹកក៏នៅព្រះវិហារនៅកន្លែងរបស់ផងយើងនៅក្នុងអេរិយាបថមួយដ៏ត្រឹមត្រូវក៏ប៉ុន្តែវិជារឿងមួយទៀតបើសិនណាជាយើងនៅក្នុងជាម្នាក់ដែលនៅពេលដែលខ្ញុំបើក Facebook ឡើងខ្ញុំឃើញរបៀបលោកីគេសប្បាយផ្សេងគេសប្បាយរបៀបស្តៀងយើងដែរណាគេសប្បាយស្តៀងយើងក៏មិនខុសយើងគ្រាន់តែស្តៀងតែមិនមែនដូចគ្នាទេណាគេលោតណាគេសប្បាយដូចមានដែលឃើញអថៃដែងដែលវាទឹកខាប់ទឹកចិត្តចិត្តរីងក្បាលត្រីដែងឡើងគេឡើងពុចទឹកឲ្យបាញ់ទឹកពីលើទៅណាឡើងអូស្រីសប្បាយបាទស្តៀងគ្នាក៏ប៉ុន្តែអត់ដូចគ្នាទេ
vì chỉ riêng đại bánh ha và giờ này chỉ riêng chỉ mình đại khơi có đơn cái này nè chắc ban lực luôn gì thá công ai chân làm lục cày bê rồi dương trâu chia rẽ smay plư cứ chia nẹt đại bằng hai ông Israel ó bọc rẽ tờ lục cày bởi dương chân làm bê cái mưa dương mình khởi tê cái mưa dương mình khởi tê ban chia dương rock ni miên svat phiệp hơi châu ơi ban chia Israel ó đó bê nước nông lục cày bê cầm pi bà prap ta đỏ smok group này mình nhom chỉ nè thà đấy tại bê cầm pi chỉ nè prap ở dưới này ở đây lục cày đỏ smok group này bạn chỉ cho phải chất chân những việc bữa bà bữa bọc phong dương bị pru bà bữa bọc phong dương thưa ở dương small group mình thưa ở dương khai chia sẻ là ở đó để lại. Semangat di tangan semua.